ញបុកស្លែមសំខាន់ធ្វើចេញស្លែមទឹកទៀតណាមកដល់មានតែបន្លាញបុកមីនេះថយតុកតាអីចឹងណាតែលើកនេះគឺមកបន្លាញលក្ខណៈឈុតធ្វើស្លែមតែម្ដងបងប្អូននឹងអត់ដឹងទេថានៅក្នុងហ្នឹងបានកៅពណ៌អីកតិចម៉ូតអីដឹងត្រឹមថាបានអវ៉ាន់គឺប្រភេទយកទៅធ្វើស្លែមដូចនៅក្នុងវីដេអូនេះអញ្ចឹងស្បាយលេងឲ្យប្លែកសាហាវតម្លៃវិញក៏សមរម្យដែរបងប្អូនសំខាន់គឺមានអាទឹកតូចមិញជាប្រភេទទឹកបន្ទន់ស្លែមដាក់ទៅស្លែមឡើងតុនមែនតើចាអានបងមកឡើងបានពណ៌ភីងងថ្ងៃនេះអត់សុំលេងនៅលើចានទេគឺលេងនៅលើតុហ្មងស្លែមនេះធ្វើឲ្យមិនចាំទុកអីបងប្អូនគឺលេងបានភ្លាមហើយគឺថ្លាបែបហ្នឹងអត់មានឡើងស្អាប់អីទេអាដបរៀងវែងហ្នឹងគឺជាប្រភេទទឹកធ្វើស្លែមដែលមានកម្មកពណ៌ខៀវអូនត្រូវបតក់ទឹកហ្នឹងចូលម្ដងបន្តិចបែបហ្នឹងនៅក្នុងវីដេអូហ្នឹងអញ្ចឹងហាមដាក់ម្ដងច្រើនតែម្ដងគឺវានឹងធ្វើឲ្យស្លែមកកខ្លាំងអញ្ចឹងហើយបន្ទាប់មកដបតូចមិញដបតូចពណ៌ផ្កាឈូកនេះក្រោយគេបតក់តិចមកមើលទៅថាអូទុនប៉ុណ្ណេះបើលេងបានហើយគឺយើងយកតម្រឹមប៉ុណ្ណឹងតែម្ដងរូបមន្តច្បាស់ណាធ្វើចេញហើយអា sticker នេះគឺសម្រាប់បិទលើតុក៏បានលើអិតក៏បានដែរយកស្លែងមកទាញបែបនេះមកគឺធ្វើឲ្យស្លែមយើងគឺកាន់តែ smooth តឹងទាញបានវែងអញ្ចឹងណាកុំឲ្យបងប្អូនហត់នឹងទាញមកនឹងដៃអញ្ចឹងទៅហើយបើកតិចស្នោនេះវិញនិយាយទៅគ្រឿងក្រៅនេះបើសិនជាបងប្អូនអត់ចង់ធ្វើម្ដងទាំងអស់ចេះក៏បានដែរព្រោះដោយសារទឹកធ្វើស្លែមគេអីហ្នឹងគឺនៅលេងបាន 2-3 ដងទៀតណាបងប្អូនទិញតែកៅថែមក៏បានដែរឈុតនេះគឺធ្វើស្លែមទឹកបានពិតៗតែបងប្អូនដែលចង់កំងគឺមានតែរដូវកាលគ្រីស្មាស់នេះទេចង់កំងឥឡូវនេះមិនណា